ជីពីភ្នំពេញទៅដល់ភ្នំឧដុង្គដែលចំណាយរយៈពេលត្រឹមតែ1ម៉ោងជាងតែប៉ុណ្ណោះខ្ញុំជឿថាមានបងប្អូនជាច្រើនអ្នកដែលគាត់ស្គាល់ភ្នំឧដុង្គហើយដែរហើយបងប្អូនមួយចំនួនទូចក៏គាត់អត់ទាន់បានស្គាល់ដែរអញ្ចឹងថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅវត្តនៅជិតភ្នំឧដុង្គដែលនៅក្នុងបឹងទី7អញ្ចឹងតោះទៅតាមដានសកម្មភាពដែលខ្ញុំរៀបចំទៅវត្តនៅជិតភ្នំឧដុង្គទាំងអស់គ្នាចង់ដឹងថានៅក្នុងភ្នំឧដុង្គក៏ដូចនៅជិតភ្នំឧដុង្គមានអ្វីខ្លះតោះយើងទៅតាមដានទាំងអស់គ្នាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ហៀហេង vlog ទៀតហើយថ្ងៃអញ្ចឹងដូចជាក្បាលដំបូងដែលខ្ញុំ highlight មកអញ្ចឹងគឺថាយើងរៀបចំទៅវត្តតែមុននឹងទៅវត្តមកដាក់កាហ្វេដូងចំនួន1កែវមួយសិនមុនចេញដំណើរនេះខ្ញុំបានធ្វើដំណើរចេញពីផ្ទះរបស់ខ្ញុំហើយបន្ទាប់មកយើងជិះទៅតាមផ្លូវនេះខ្ញុំកាត់ចូលទៅដល់អាដងដែរហើយអ្នកនរគ្នាមានអារម្មណ៍ថាតាមផ្លូវគឺថា fresh ខ្លាំងមែនទែនដោយសារខែហ្នឹងជាខែរដូវវស្សាខែភ្លៀងអញ្ចឹងហើយអ្នកទាំងអស់គ្នាទាំងគាត់ខ្ញុំគុំពងវងនេះគឺជា10ក្នុងអាដងហើយអ្នកទាំងអស់គ្នាហើយបើថាតាមផ្លូវវិញមានវត្តច្រើនមែនទែនខ្ញុំជិះជិតដល់ខ្លោងទ្វារដែលត្រូវបត់ចូលទៅវត្តអាដងហើយខ្ញុំក៏បានឈប់ទិញមីទឹកសុទ្ធជាមួយនឹងទឹកផ្លែឈើដើម្បីយកទៅប្រគេនលោកនៅក្នុងវត្តអញ្ចឹងណានេះអ្នកទាំងអស់គ្នាខ្ញុំជិះជិតដល់គោលដៅវត្តដែលខ្ញុំត្រូវទៅហើយខ្ញុំក៏អត់បានរៀបរាប់ច្រើនអីណាស់ណាដែរអំពីប្រវត្តិភ្នំឧដុង្គព្រោះដោយសារទី1ខ្ញុំអត់ទាន់បានស្រាវជ្រាវហើយមួយទៀតខ្ញុំចង់បញ្ញាប់ចេញប្លុកនេះឲ្យបានរៀងឆាប់ដោយសារខ្ញុំទៅនឹងគឺចំវេនទី7បិណ្ឌ7ហើយអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំសូមអធិស្ឋានអ្នកទាំងអស់គ្នាផងណាដោយសារខ្ញុំទៅលេងនឹងគឺចុងសប្តាហ៍ហើយដល់ពេលស្អែកឡើងថ្ងៃច័ន្ទអញ្ចឹងខ្ញុំចូលកវល់ការងាររបស់ខ្ញុំតែអញ្ចឹងណាហើយខ្ញុំទឹមតែកាត់ប្លុកហ្នឹងទៅក៏អត់បានស្រាវជ្រាវដែរអញ្ចឹងសូមអធិស្ឋានផងណាអ្នកទាំងអស់គ្នាតោះឥឡូវយើងងាកមកមើលសម្រស់ភ្នំឧដុង្គវិញអ្នកទាំងអស់គ្នាគឺថាស្អាត fresh ហើយមានអារម្មណ៍ថាគឺស្រស់ស្រាយខ្លាំងមែនទែនហើយកាត់ stress បានច្រើនមែនទែនអញ្ចឹងសម្រាប់អ្នកដែលនៅជិតភ្នំពេញអ្នកទាំងអស់គ្នាខ្ញុំគិតថាអត់ឆ្ងាយទេបើអាចគួរតែឆ្លៀតមកលេងអញ្ចឹងណាអ្នកទាំងអស់គ្នាព្រោះដោយសារទេសភាពនៅនេះគឺអែមខ្លាំងមែនទែននិយាយទៅដូចយើងទៅតាមខេត្តដែលមានភ្នំអីអញ្ចឹងតែជាក់ស្ដែងគឺនៅជិតភ្នំពេញយើងទេអ្នកទាំងអស់គ្នាហើយក៏ខ្ញុំសូមអធិស្ឋានពីបងមួយចំនួនធំដែលគាត់បានស្គាល់ភ្នំឧដុង្គមកហើយគាត់ធ្វើ vlog មុនខ្ញុំទៀតក៏ប៉ុន្តែនេះ vlog នេះខ្ញុំធ្វើសម្រាប់ក្មេងៗចំនួនក្រោយអាចនិយាយបានថាចំនួនក្រោយចុះឬក៏ថាបងប្អូនខ្ញុំអញ្ចឹងដែលគាត់អត់ទាន់បានលេងអញ្ចឹងខ្ញុំចង់បង្ហាញទៅពួកគាត់ទេសម្រាប់បងណាដែលគាត់ស្គាល់ហើយអាហ្នឹងគឺតាមនឹងអញ្ចឹងណាបងហើយបើសិននិយាយពីថ្ងៃដែលខ្ញុំទៅវិញគឺថាមនុស្សច្រើនកោះកខ្លាំងមែនទែនជាពិសេសបងដែលគាត់រៀននៅវិទ្យាល័យអញ្ចឹងណាខ្ញុំឃើញក្មេងៗខ្លាំងមែនទែនតែពួកគាត់ចេះណាត់គ្នាជុំគ្នាទៅវត្តទៅអីអញ្ចឹងណាអ្នកទាំងអស់គ្នាហើយមើលទៅមានអារម្មណ៍ថាពួកគាត់ក្មេងៗតែគាត់ចង់ធ្វើបន់ហើយបើនិយាយពី team work ខ្ញុំវិញអ្នកទាំងអស់គ្នាខ្ញុំនិយាយតែ team ខ្ញុំណានិយាយពីថាមួយចាស់អស់ហើយនិយាយមែនដល់ពេលណាត់គ្នាដើរលេងមិនថាដើរលេងមិនថាទៅវត្តមិនថាធ្វើបន់ដាក់ល្ងាច cancel ស្អែកដាក់ស្អែក cancel ព្រឹកដាក់ព្រឹក cancel ល្ងាចវាហួសហេតុពេកហ្នឹងទាំងអស់គ្នាចាញ់បងប្អូនជំនាន់ក្រោយនិយាយដល់រឿងហ្នឹងនិយាយថាមួម៉ៅហ្មងបទូអារម្មណ៍ឲ្យស្ងប់ចិត្តអូខេអ្នកទាំងអស់គ្នាឥឡូវគឺខ្ញុំបានដល់ចូលមកក្នុងបរិវេណវត្តហើយវត្តដែលពួកខ្ញុំមកគឺឈ្មោះវត្តពុទ្ធមណ្ឌលអ្នកទាំងអស់គ្នាហើយអធិស្ឋានផងបើសិនជាខ្ញុំហៅទៅខុសអញ្ចឹងជួយ comment ប្រាប់ខ្ញុំខាងក្រោមផងណាបើនិយាយពីវត្តពុទ្ធមណ្ឌលវិញអ្នកទាំងអស់គ្នាទីធ្លានៅខាងក្នុងវត្តគឺស្អាតខ្លាំងមែនតើហ្មងហើយសំខាន់ខ្ញុំឆ្លាញ់ព្រះដែលមានពោះក្រពីលើអ្នកទាំងអស់គ្នាហើយនឹងនាងរំសាយសក់យីទៅពណ៌មាសចែងចាំងហ្មងឥឡូវនេះគឺខ្ញុំបានចូលមកដល់ក្នុងព្រះវិហាររបស់វត្តពុទ្ធមណ្ឌលហើយនៅក្នុងព្រះវិហារគឺអត់អាចដុតធូបបានទេនឹងខ្ញុំមិនដឹងទេណានៅពេលដែលខ្ញុំទៅគឺខ្ញុំអត់មានឃើញកន្លែងដុតទេខ្ញុំចូលថ្វាយបង្គំហើយបន្ទាប់មកបានខ្ញុំចេញមកដុតធូបនៅខាងក្រៅអញ្ចឹងហើយនេះគឺជាសកម្មភាពដែលខ្ញុំថតហើយតែគ្រាន់តែថាខ្ញុំភ្លេចថតនៅកន្លែងពួនភ្នំសាច់អញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំបានតែត្រឹមថតនៅកន្លែងដុតធូបដែលខាងវត្តក៏ដាក់ឲ្យដុតនៅខាងក្រៅអញ្ចឹងណាហើយអ្នកទាំងអស់គ្នាឃើញអត់សិតតែក្មេងៗហើយចាស់ដែលគាត់មកធ្វើបន់ទាំងអស់គ្នាអញ្ចឹងណានិយាយទៅមនុស្សច្រើនកអញ្ចឹងមានអារម្មណ៍ថាសប្បាយហើយធ្វើបន់ជ្រះថ្លាខ្លាំងមែនតើបន្ទាប់ពីដុតធូបផ្សងហើយនិងថ្វាយបង្គំលាហើយពួកខ្ញុំក៏បានដើរមកកន្លែងព្រះវិហារអ្នកទាំងអស់គ្នាព្រះវិហារនេះក៏ស្អាតដែរស្អាតខ្លាំងមែនតើហ្មងខ្ញុំមិនដឹងហៅគាត់អីហៅព្រះវិហារនេះអធិស្ឋានផងអ្នកទាំងអស់គ្នាទេសភាពហុំព័ទ្ធទៅដោយព្រៃព្រឹក្សានៅខាងក្រៅយល់ពីថាស្អាតខ្លាំងហ្មងហើយអ្នកទាំងអស់គ្នាដឹងហើយថា season ហ្នឹងគឺជា green season អញ្ចឹងយតនាកពណ៌បៃតងអ្នកទាំងអស់គ្នាគិតមើលវិហារពណ៌មាសដល់ពេលហុំព័ទ្ធនៅខាងក្រៅសិតពណ៌បៃតងមកទៅលេចធ្លោស្អាតមែនតើហ្មងឥឡូវវគ្គនេះវាអស់អីធ្វើមានតែដើរមើលទីធ្លានៅក្នុងវត្តអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងសូមឆ្លៀតនិយាយតិចខ្ញុំទៅនេះនៅក្នុងបិណ្ឌទី7អញ្ចឹងបើសិនជាខ្ញុំបានផុសតម្រាំតកាត់ voice over ហើយអាចនឹងបិណ្ឌ9ឬក៏បិណ្ឌ10អីទើបខ្ញុំបានផុសអញ្ចឹងអធិស្ឋានអ្នកទាំងអស់គ្នាហងខ្ញុំនៅតែអធិស្ឋានហើយអធិស្ឋានទៀតអញ្ចឹងណាហើយអ្នកដែលបានឃើញ vlog នេះខ្ញុំសូមជូនបនផងអ្នកទាំងអស់គ្នា
នៅក្នុងថ្ងៃហ្នឹងដែលខ្ញុំបានទៅធ្វើបន់អញ្ចឹងអង្គុយមកផ្លែតបន្ទាប់មកក៏យើងបានទៅមើលស្រះហើយក្នុងស្រះក៏មានត្រីដែរអ្នកទាំងអស់គ្នាសិតតែត្រីឡាប់យ៉ាដែលចិញ្ចឹមនៅក្នុងហ្នឹងអញ្ចឹងគឺថានិយាយទៅមើលមកគឺលយមែនតែនហ្មងអ្នកទាំងអស់គ្នាហើយឥឡូវនេះពួកខ្ញុំកំពុងតែដើរមកកន្លែងដាក់ម៉ូតូវិញហើយយកម៉ូតូចេញដើម្បីព្រោះដោយសារយើងមកគឺចាប់អស់ហើយអញ្ចឹងយើងមានតែចេញទៅក្រៅវិញអីអញ្ចឹងណាហើយយើងចេញហ្នឹងក៏យើងមិនទាន់ទៅផ្ទះដែរយើងចេញយើងទៅរកកន្លែងអង្គុយព្រោះដោយសារពួកខ្ញុំនៅសមម៉ោងច្រើនដែរអញ្ចឹងនាំគ្នាចេញពីវត្តហើយពួកយើងទៅរកកញ្ចុះអង្គុយញ៉ាំបាយថ្ងៃអីហើយទើបយើងទៅវិញអ្នកទាំងអស់គ្នាហើយជប់សិនណាវឡុកនេះអត់ទាន់ចប់ទេអ្នកទាំងអស់គ្នាចេញពីវត្តហើយពួកខ្ញុំត្រូវតទៅរកកញ្ចុះនៅកន្លែងផ្សារអដុងទៀតអ្នកទាំងអស់គ្នាអូខេអ្នកទាំងគ្នាឥឡូវនេះគឺខ្ញុំបានមកដល់កញ្ចុះហើយអ្នកនរគ្នាដោយសារមករៀងពេលព្រឹកអញ្ចឹងម៉ោង 9 ជាងអីចឹងអត់ទាន់មានមនុស្សទេហើយខ្ញុំអង្គុយនៅក្នុងកញ្ចុះនេះមានអារម្មណ៍ថាធូរថ្លៃខ្លាំងមែនទែនអ្នកទាំងអស់គ្នាអញ្ចឹងយើងគ្រាន់តែទិញមាន់គាត់មួយទៅហើយបន្ទាប់មកយើងអាចឲ្យគាត់ធ្វើម្ហូបពីរមុខបានអញ្ចឹងយើងអាចអង្គុយកញ្ចុះនឹងដល់សេរីអញ្ចឹងនៅដល់ម៉ោងប៉ុន្មានក៏បានដែរអ្នកទាំងអស់គ្នានៅដល់អ្នកលក់បិទតូបអស់ក៏អ្នកទាំងអស់គ្នានៅបានដែរមានគេថាអីទេផ្សារភ្នំព្រះរាជទ្រព្យតាក់ទងជាមួយនឹងផ្សារនៅចិត្តដងហ្នឹងយ៉ាងខ្ញុំបានសួរឈ្មោះពីខាងអ្នកធ្វើការដែលគាត់មានស្រុកកណ្ដាលនៅចិត្តភ្នំអដុកនឹងអញ្ចឹងណាហើយបើកលេចមើលពីរបស់ញ៉ាំវិញអ្នកទាំងអស់គ្នាហើយមិនក្រៅ100សិតតែរបស់ទំនងដែលគួរចង់ញ៉ាំហ្មងខ្វះតែលុយទេអ្នកទាំងអស់គ្នាអើយតែអ្នកទាំងអស់គ្នាមើលក្តាមប្រៃមើលអូយសិតតែសាច់ហ្មងក្តាមបាយកកវិញឆ្ងាញ់ខ្លាំងហ្មងហើយនេះវិញគឺខូចបងខូចអាំងអីចឹងមានមាន់មានកែបបោកមានត្រីខ្មែរយើងអ្វីដែលខ្ញុំអត់អាចភ្លេចបានគឺគួរក្តាមអាំងអ្នកទាំងអស់គ្នាសម្រាប់គួរក្តាមអាំងនេះគឺមានពីរប្រភេទឲ្យយើងជ្រើសរើសចឹងហើយប្រភេទគួរសតជាមួយនឹងគួរលាយបងមាន់ហើយនេះវិញគឺជាអាកោត្នោតខ្មែរយើងទាំងអស់គ្នាហើយចម្លែកថងថាគឺមានដាក់ខ្ទិះខ្ញុំធ្លាប់តែញ៉ាំអាកោសដែលដាក់ខ្ទិះតែនេះអាកោត្នោតដាក់ខ្ទិះឆ្ងាញ់តែហើយនេះខ្ញុំដើរអ្នកទាំងអស់គ្នាដើរត្រឡប់ទៅកញ្ចុះវិញរៀងក្តៅពេកអញ្ចឹងរៀងមុខញ៉ៅតិចអ្នកទាំងអស់គ្នាហើយ vlog របស់ខ្ញុំបានមកដល់ទីបញ្ចប់ហើយអ្នកទាំងអស់គ្នាហើយសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្ត vlog មួយនេះហើយជួយ subscribe YouTube ខ្ញុំផងអរគុណអ្នកទាំងអស់គ្នាមានតែប៉ុណ្្នឹងទេហើយក៏ឆ្លៀតនៅក្នុងឱកាសភ្ជុំបិណ្ឌជូនពរឲ្យអ្នកទាំងអស់គ្នាក៏ដូចជាក្រុមគ្រួសារអ្នកទាំងអស់គ្នារកស៊ីមានបានបើសិនជាទៅស្រុកកំណើតវិញសូមឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនសុខសុវត្ថិភាពទាំងទៅទាំងមកមិនថាទីចិត្តទីឆ្ងាយអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ see you next vlog ណា